ជំរាបសួរអ៊ំពុំមិញនេះគឺជាវីដេអូសកម្មភាពរបស់កណិកាមកដើរលេងមុខវាំងហើយដើរតែតាស់ហ្នឹងមិនមែនទៅអីដើរហៅអ្នកលក់ចំណីភាពទិញដើម្បីយកមកបាច់ព្រោះត្រឡប់គាត់អត់តែពេលដែលពួកខ្ញុំទៅគាត់តែងតែទាទៅមុខវាំងទៅបាច់ចំណីភាពអីអញ្ចឹងណាហើយបើសិនជាបានដើរមកទឹកទៅពីដងក៏បានដល់ទៅទាទៅចំណីភាពទិញម្ដងវិញ5ថងអត់គ្រាន់ទេបើគាត់បាច់តែមកស្ទុះអស់ហ្នឹងគាត់ថាយកទៅស្រួលអត់ចេះកិច្ចកអត់ចេះអីទេដឹងថាតម្រងថាទៅធ្វើអីគឺធ្វើហ្នឹងហ្មងបាច់គេហេវគេទាទិញអីញ៉ាំហើយអង្គុយមលុបជ្រោកសិនតែពេលគេញាក់កាមេរ៉ាហើយបានមកស្ទុះក្រួយមកក៏ទាទៅបាច់ចំណីភាពទៀតទៅបាច់តទៅអស់ហ្មងគាត់ថាព្រមហើយបើសិនជាអត់អស់ទៀតព្រមទេមិនស្រួលហ្នឹងបាច់អត់អស់ចិត្តហ្នឹងស្រួលកណិកាទាទិញថែមទៀតហើយមិនបាច់ភ័យយកកណិកាទៅដើរលេងអត់មានភ័យថារឿងខ្លាចទាទិញអីយំមុខគេមិនអាចអត់ទេកណិកាបើថាគាត់ទៅដើរលេងគឺដឹងដើរលេងហ្មងទាទិញអីគឺអត់ទាហ្មងអ្នកលក់ចង់យកមកមិនក៏កណិកាទាដឹងថារត់លេងអត់ខ្វល់ទេអ្នកណាចង់លេងអីលេងទៅវាទៅស្រួលគាត់ថាពេលខ្លះងក់ងំដងគួរចង់វាយដែរហ្នឹងបាច់មកស្ទុះក្រួយមកគេទាប៉ាគេរត់ដេញព្រាបម្ដងគេឲ្យចំណៃហើយមិនដេញចាប់ម្ដងតែមិនដេញចាប់យកបានទេគេដេញលេងណាគេទៅរត់មកពេញហ្នឹងមកអស់ចិត្តបាន4មកផ្ទះក៏ព្រមមកផ្ទះទៅនិយាយទៅវីដេអូនេះមានតែប៉ុណ្្នឹងទេបងអូនអរគុណសម្រាប់ការទស្សនាបាយបាយ